bà lâu ní mình thay chương bạn sọc sao rồi mà hai em phía bên cả cái phố còn ta thầm đá chương cả thọt thầm đá bảo dưỡng dương mình pra phượng trơn dương mình miên soft light xem tại sạch mắt dương tàu cả cái pra effect bà pra effect hai chữ tu tứ sầmรับการพิธีได้กัดต่อมูจำนวนทุ่มนู่bàการพิธีxemនោះគឺมันមាន effect សម្រាប់ដាក់សាច់មកឲ្យស្រួលដូចក្នុងកម្មវិធីទេបើសិនយើងចង់ធ្វើតែតែឆ្លងកាត់កម្មវិធីប្រើ effect ឬក៏យើងប្រើ plug in ពីខាងក្រៅណាបាទអញ្ចឹងក្នុងនេះរបៀបនៃការដាក់សាច់មកវាមានពីររបៀបបាទទី1គឺយើងដាក់តែនៅលើទម្រង់មុខមួយទៀតគឺយើងដាក់ទាំងអស់តែម្ដងអ្វីដែលមាននៅក្នុងរូបភាពប្លង់តែមួយហ្នឹងណាបាទអញ្ចឹងនៅក្នុងហ្នឹងដើម្បីយើងអាចកែទម្រង់មុខបានជាត្រូវការ add node មួយទៀតបាទ add មួយទៀតមកនេះ add node យើងយក add serial ណាបាទបន្តមកទៀតយើងចូលលើ open fx បាទ open fx ណាអានេះយើងមិនបាច់បញ្ចូលខាងក្រៅទេគឺមានស្រាប់ក្នុងតែម្ដងឬហើយយើងអូសមកក្រោមបាទយើងអូសមកក្រោមមកអូសមកក្រោមយើងឃើញត្រង់កន្លែងបាទ resolve fx define បាទអញ្ចឹងបើសិនជាយើងចង់មានថាយើងឲ្យសាច់មកតែមុខណាបាទមានថាផ្សេងយកឲ្យទេយើងចុចត្រង់កន្លែងនេះបាទ face refinement ណាបាទយើងចាប់ទាញដាក់លើ node លេខ3ដែលយើងបានបង្កើតហ្នឹងទៅបាទយើងដាក់លើហ្នឹងបន្តមកទៀតក្នុងនេះមានថាវាឲ្យយើង track បាទវា track វាចាប់ប្លង់មុខហ្នឹងណាបាទមុខហ្នឹងរេតណាឬក៏ដើរតណាគឺវាចាប់អូតូម៉ាទិកណាបាទខ្ញុំដាក់ fit ដើម្បីយើងអាចឲ្យវាចាប់ណាចាប់អូតូម៉ាទិកបានយើងចាប់មកនេះបាទដាក់ចុងបញ្ចប់ឬហើយចុចលើនេះវាចេញមកលើ open fx ហ្នឹងតង់ like setting វាយើងយក analyze បាទយក analyze វាចាប់ផ្ដើមចាប់មុខហ្នឹងហើយណាបាទចាប់មុខហើយបាទក្នុងនេះគឺវា analyze ទៅតាមរូបភាពរបស់យើងបាទបើវាវីដេអូយើងវែងវា analyze យឺតលឿនទៅតាមកម្លាំងម៉ាស៊ីនយើងដែរណាបាទplug in នេះគឺសំខាន់បាទសម្រាប់អ្នកដែលគាត់ថតប្រើផលិតជារឿងខ្លីឬក៏ sport ពាណិជ្ជកម្មផ្សេងយើងអាចជួយបានច្រើនបាទឥឡូវនេះវាកំពុងតែចាប់ប្លង់ហើយបាទរូបនឹងងើបអោនអីគឺវា track ឲ្យយើង automatic បាទ track ឲ្យយើងតែម្ដងកន្លែងភ្នែកគឺវាបិទកន្លែងភ្នែកយើងអត់ឲ្យព្រាវដល់ភ្នែកទេអូខេឥឡូវឃើញថាចប់ហើយបាទវាដល់ចប់ហើយយើងព្រីតិចបាទផ្ទៃមុខមកដើម្បីយើងងាយស្រួលមើលដាក់មកក្រោយនេះក៏បានដែរបាទណាបាទវា scroll លើមកស្កត់មកជាប់ចាប់ជែកមើលអញ្ចឹងដើម្បីយើងកែសាច់មុខហ្នឹងបាទឲ្យបានស្អាតយើងមើលត្រង់កន្លែងចំណុចទាំងអស់នេះបាទត្រង់កន្លែងមកនេះបាទអានេះយើងយក style វាយកទម្រង់ហ្នឹងទៅបាទ UT automatic ទៅយើងចង់បន្ថែមសាច់ម៉ត់ឲ្យខ្លាំងយើងស្រេកឡើងនេះនេះបាទនេះអានេះយើង scale ទម្រង់វាទេមិនបាច់ scale ទេណាបាទចង់ដាក់ខ្លាំងតិចយើងចូលត្រង់កន្លែងហ្នឹងណាបាទបន្តមកទៀតយើងអូសមកខាងក្រោមបាទត្រង់កន្លែងនេះធ្វើរូបឲ្យវាឡើង contrast មានថាឡើងរឿងមុតណាបាទនេះធ្វើរូបឲ្យសយើងកោផ្ទៃមុខនោះមើលទៅវាពលឺកាមេរ៉ាឲ្យអស់អញ្ចឹងយើងអាចថែមពលឺខ្លះណាបាទថែមលើចំណុចឲ្យវាស៊ីជាមួយនឹងសាច់ដៃសាច់អីចឹងទៅណាបាទត្រង់កន្លែង color boost នេះមានថាសម្រាប់បន្ថែមឬបន្ថយ color ណាបាទណាបន្ថែមឬបន្ថយហើយចំណុចទាំងអស់នេះយើងមិនបាច់ប្រើក៏បានដែរបាទនេះនេះបន្ថែមបន្ថយសម្ោលកន្លែងណាដែលរៀងកម្ៅអីទេបាទកន្លែងនេះសម្រាប់លុបណាបាទសម្រាប់លុបកន្លែងដែលពលឺរឿងឆេះអីហ្នឹងណាបាទកន្លែងឆេះអីខ្លាំងទៅយើងមើលដូចកន្លែងខ្លះមានឆេះអីអញ្ចឹងណាបាទដល់ពេលដែលយើងដាក់ថែមពលឺឲ្យវារឿងឆេះយើងអាចបន្ថយវាបានណាដល់កន្លែងនេះបាទ sign removal ហ្នឹងណាបាទហើយចំណុចនេះក៏សំខាន់ជួនកាលរូបយើងថតមកវារឿងឆេះខ្លាំងណាបាទរឿងឆេះទៅយើងបន្ថយវាត្រង់ចំណុចហ្នឹងណាបាទរត់ឆេះយើងបន្ថយវាមកនេះបាទ
អ្វីដែលសំខាន់មួយទៀតបាទត្រង់កន្លែង eye retouching ណាបាទកន្លែងនេះគឺសេរីត្រង់កន្លែងភ្នែកជួនកាលយើងភ្នែកមានដក់ខ្មៅដល់អីចឹងទៅបាទអានេះធ្វើភ្នែកអ៊ីមុតណាបាទធ្វើឡើងពលឺណាបាទអានោះនៅក្នុងក្របភ្នែកណាបាទនេះនៅក្នុងកន្លែងកេមភ្នែកបាទនេះត្រង់កន្លែងតបភ្នែកនៅក្រោមនេះអ្នកទាំងអស់គ្នាមើលឃើញទេបាទអានោះសម្រាប់អ្នកដែលគាត់មានភ្នែកថ្នាក់ភ្នែកខ្មៅចង់បន្ថែមវាពណ៌សឡើងសអីហ្នឹងវាស្មើគឺអញ្ចឹងណាបាទភ្នែកអ្នកខ្លះគាត់កន្លែងហ្នឹងរៀងខ្មៅណាបាទរៀងឡើងខ្មៅថាយើងគេគ្រប់អីហ្នឹងវាឡើងខ្មៅអញ្ចឹងអានេះសម្រាប់សេរីកន្លែងហ្នឹងកុំឲ្យខ្មៅណាបាទត្រង់កន្លែងនេះសម្រាប់សេរីបបោមាត់ណាបាទlip retouching ណាបាទចាំបបោមាត់នឹងថែមជាម៉េចអានេះបើសិនយើងចូលដល់ត្រង់កន្លែង UT ហ្នឹងអ្នកទាំងអស់គ្នាមិនបាច់កែពណ៌ពីដើមមកកែលើបបោមាត់ក៏បានដែរយើងអាចសេរីត្រង់កន្លែងហ្នឹងណាបាទអូខេអញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញជូនតែចំណុចសំខាន់ដែលយើងត្រូវប្រើណាបាទដែលយើងត្រូវប្រើអញ្ចឹងយើងដាក់ 100% វិញណាបាទហើយក្នុងនេះយើងចង់ play មើលបាទplay មើលយើងឃើញជាប់ស្នាមដែលយើង track ហ្នឹងណាចង់បំបត្តិវាចុចលើនេះបាទយក out មកឃើញណាបាទអូខេបាទបន្តមកទៀតបើសិនជាយើងចង់ដាក់ម្ដងទាំងអស់មានថាដាក់សាច់ម៉ត់ហ្នឹងម្ដងទាំងអស់នេះបាទឥឡូវខ្ញុំចូលដាក់រូបថ្មីខ្ញុំឧទាហរណ៍ថាយើងមានរូបហ្នឹងមានពី3នាក់ទៅបាទអូខេរូបហ្នឹងដដែលក៏បានដែរបាទរូបហ្នឹងដដែលក៏បានដែរបាទយើងចូលទៅ color page ដដែលបាទនេះអញ្ចឹងយើងយកពី U3 នេះដាក់តែម្ដងបាទមានថា effect យើងចូលនៅលើនឹងស្រាប់បើសិនជាយើងចង់ចូលវិញក៏កន្លែង library នេះណាបាទដាក់ view ធៀងចូលតែម្ដងយើងមើលយើងមិនបាច់ track អីទេក្នុងហ្នឹងបាទគឺយើងទាញយកតែម្ដងណាបាទវាចូលតែម្ដងណាក៏ទាញបន្ថែមត្រង់កន្លែង amount ទៅរូបមកវាម៉ត់ទៅតាមនឹងឲ្យយើងហើយណាបាទ